ក្រសួងអភិវឌ្ឍជនបទនិងក្រសួងទេសចរក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភានិងក្រមអភិក្រមជួរភាពនៃប្រព័ន្ធទូអង្គតែមួយនាព្រឹកថ្ងៃទី1 ខែមិថុនាឆ្នាំ2026បានរៀបចំពិធីចុះហត្ថលេខាលើអនុរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូលើការជំរុញការងារអភិវឌ្ឍវិស័យទេសចរនិងវិស័យអភិវឌ្ឍជនបទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឆៃ រិទ្ធីសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទនិងលោកហួតហាក់រដ្ឋមន្ត្រីក្រសួងទេសចរនៅទីស្តីការក្រសួងអភិវឌ្ឍជនបទពិធីដ៏មានសារៈសំខាន់និងរកដោយអត្ថន័យនេះមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការប្រចាំការលោកស្រីថ្នាក់ដឹកនាំនិងប្រតិភូអំដំណើរនៃក្រសួងទាំងពីរពិធីចុះហត្ថលេខាលើអនុរណៈនៃការយោគយល់គ្នានាពេលនេះគឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនិងសម្ដៅជំរុញការអភិវឌ្ឍសហគមន៍ទេសចរនិងសហគមន៍នៅជនបទឲ្យកាន់តែរីកចម្រើនប្រកបដោយចីរភាពនិងបរិយាបន្នតាមរយៈយន្តការសហធម្មពលនេះក្រសួងទាំងពីរនឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌នៅតាមសហគមន៍ជនបទនិងតំបន់គោលដៅទេសចរទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានចាត់ទុកជាមាសបៃតងរបស់កម្ពុជាដោយប្រើប្រាស់ធនធានដែលមានស្រាប់ឲ្យអស់លទ្ធភាពនិងប្រកបដោយប្រសិទ្ធភាពខ្ពស់សូមបញ្ជាក់ដែរថាការចុះអនុរណៈនេះមានគោលបំណងចម្បងចំនួន3ដូចខាងក្រោមទី1ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងគូភាគីដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរនៅតំបន់ជនបទតាមរយៈការភ្ជាប់ផ្លូវគមនាគមន៍ជនបទប្រកបដោយភាពធន់ការជំរុញការងារផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទការជំរុញការងារអភិវឌ្ឍសហគមន៍ជនបទនិងភូមិគំរូព្រមទាំងការធ្វើពិពិធកម្មសេដ្ឋកិច្ចដើម្បីបង្កើនប្រាក់ចំណូលគ្រូ